Hello អ្នកនរគ្នាតើមកមើលខ្ញុំចាប់ skin palette ទាំងអស់គ្នា skin palette របស់ Kukyo ហើយនិង Nakororo គឺបានមកដល់ក្នុង Global Server យើងហើយ skin ហ្នឹងពេលមកដល់មកលើកទី2នេះគឺធូរថ្លៃមែនទែនដោយ30ដំបូងយើងនឹងទទួលបាន skin palette មួយហើយ30ក្រោយហ្នឹងបើសិនជាយើងយកទៅដូរ item ដែលយើងទទួលបានហ្នឹងដោយមិនបាច់ claim ហ្នឹងគឺយើងនឹងទទួលបានត្របន្ថែមទៀតអញ្ចឹង30ត្រប្រហែលជាអស់ត្រឹម580 token អីហ្នឹងហើយសម្រាប់2 skin ខ្ញុំអស់ប្រហែលជាខ្ទង់ 2500 token អីហ្នឹងពេលដែលខ្ញុំទទួលបាន item ទាំងអស់ហ្នឹងគឺខ្ញុំអត់ claim យកឯទោះបីវាជា hero ឬក៏ skin ក៏ដោយតែសម្រាប់ price pool ក្នុង list ហ្នឹងគឺខ្ញុំមានអស់ហើយមានច្រើនមែនតើសល់តែ skin legend តែប្រហែលហើយខ្ញុំត្រចូលឯ skin legend ចូលតែ hero ហើយនិង skin ដែលខ្ញុំមានស្រាប់ចឹងណាហ្នឹងហើយឥឡូវហ្នឹងខ្ញុំបើកគ្រប់ហើយតោះយើងទៅបើកប្រអប់ skin ទាំងអស់គ្នា skin ដំបូងដែលខ្ញុំទទួលបានគឺ skin Nakororo អាចមែនតើបានទាំង sound ជប៉ុនហើយបានទាំង border វាទៀតបើយើងយកតែមួយ skin ណាអស់ទាំង580ទេតែបើយើងយក2 skin អស់2500ទាំងហ្នឹងអញ្ចឹងបើសិនជានេះខ្ញុំ recommend ឲ្យយក2 skin ទៅស្អាត2 skin ទៅព្រោះ skin ហ្នឹងมันងាយនឹងត្រឡប់មកវិញហើយវាលក់ធូរថ្លៃជាងមុនមែនតើកាលមុនដូចជា14000 15000អីមិនបាន skin ហ្នឹងនេះ skin Ukyo skin Ukyo ហ្នឹងក៏ស្អាតដែរគ្រាន់ថាខ្ញុំមិនដៃ hyper អញ្ចឹងគ្រាន់ដៃ midland ដៃ row មានប៉ុន្តែខ្ញុំចង់បាន skin របស់ហ្នឹងនៅទុកនៅក្នុង account Where the cold blade ends, my heart becomes a sword and frosts its edge. តទៅទៀតយើងមកបើក custom បតង់របស់វាគឺយើងបានទាំងពីរហ្មង